សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះយើងមកដឹងពីរបៀបនៅក្នុងការដាក់ payment information ឬក៏ដាក់ Visa card របស់អឺ connect ជាមួយនឹង account Facebook page របស់យើងឬក៏ជាមួយនឹង ad manager របស់យើងមានន័យថា Facebook page របស់យើងគឺជា page ដែល control ដោយ Facebook page Facebook personal ដូចខ្ញុំអញ្ចឹងខ្ញុំមាន Facebook personal ចឹងខ្ញុំ control page 2 3ហ្នឹងទៅហើយខ្ញុំចង់ connect ជាមួយនឹងVisa card ឬក៏ credit card ដើម្បីកាត់លុយចេញពីកង់ដើម្បីយកទៅ boost វីដេអូដែលមាននៅលើ Facebook របស់យើង Facebook page របស់យើងតើខ្ញុំមាន Facebook page លក់ product ឬក៏លក់ accessory លក់ skin care អញ្ចឹងខ្ញុំយកចង់ដំណើរការ boost page ចឹងវាធ្វើការកាត់លុយពី payment តាមរយៈ Visa card ហ្នឹងទៅឥឡូវដើម្បីអ្នកគ្នាចូលទៅបានអ្នកគ្នាទី1អ្នកគ្នាត្រូវនៅលើ Facebook របស់អ្នកគ្នាដូចខ្ញុំអញ្ចឹងខ្ញុំនៅលើ Facebook របស់ខ្ញុំអានេះដូច Facebook main Facebook របស់ខ្ញុំអញ្ចឹងខ្ញុំមាន Facebook page ខ្ញុំ select យក Facebook page ហ្នឹងមកហើយអ្នកគ្នាចូល line web facebook.com ហ្នឹងមកហើយអ្នកគ្នា log in ទៅហើយដើម្បីអ្នកគ្នាចូលទៅដាក់ card number ឬក៏ CVV ឬក៏អីផ្សេងបានអ្នកគ្នាទៅកន្លែង ad manager អញ្ចឹងនៅពេលដែលចូលទៅកន្លែង ad manager អ្នកគ្នាចាំបន្តិចបន្ទាប់ពីហ្នឹងអ្នកគ្នាបើសិនមកអ្នកគ្នានៅលើ Windows ពេលខ្លះវា load pop up ជាអក្សរជាបែបតែម្ដងអ្នកគ្នាតែបើនៅលើ MacBook ដោយសារតែ screen វាតូចវាអាច room អញ្ចឹងទៅអញ្ចឹងដើម្បីអ្នកគ្នាចូលទៅកាន់កន្លែងដាក់លុយដើម្បី boost page បានអ្នកគ្នាទៅកន្លែងនេះមកនេះចូលមកកន្លែងខាងនេះមកនេះគ្នាឃើញអត់នេះមាន account overview នេះមាន account សរុបរបស់យើងចំណាយប្រមាណហើយជាប្រចាំអញ្ចឹងទៅ campaign អានេះកន្លែងដែលយើងបង្កើត event បង្កើត boost ដើម្បី boost ហើយអីដែលយើងទៅចូលយើងចូលកន្លែង bill and payment អ្នកគ្នា billing and payment អញ្ចឹងកន្លែង billing and payment ហ្នឹងកន្លែងដែលយើងដាក់លុយដើម្បីឲ្យ Facebook វាកាត់អញ្ចឹងខ្ញុំនឹងនិយាយ detail ទាក់ទងនឹងការដាក់លុយកន្លែង boost page នេះអញ្ចឹងអីដែលយើងត្រូវចូលទៅធ្វើទី1អ្នកគ្នាចូលកន្លែង payment setting មកនេះ payment setting អ្នកគ្នា scroll មកលើខ្ញុំចង់ឲ្យអ្នកគ្នាមើលកន្លែងមួយអូខេកន្លែងដែលយើងត្រូវមើលយើងត្រូវចូលមកកន្លែងនេះអ្នកគ្នាកន្លែង payment method កន្លែងដែលយើងដាក់លុយដើម្បីឲ្យ Facebook កាត់ចេញពីកង់របស់យើងដើម្បីប្រលុយហ្នឹង boost page អញ្ចឹងអ្នកគ្នាចុចកន្លែង add payment method នេះមកនៅពេលដែលយើងចុចអូខេអានេះខ្ញុំនិយាយចំណុចទី1សិនចុចអញ្ចឹងអ្នកគ្នាមាន3ជម្រើសមាន credit card វាអាចជា Visa card ឬក៏ PayPal ឬក៏អីហ្នឹងទៅអ្នកគ្នាចុចកន្លែង add credit card ហ្នឹងមកនេះជា add credit card ឬក៏កន្លែងនេះកន្លែង credit card នេះវា offer វាផ្ដល់ជូនជា Visa card ដោយពីច្រើននៅយើងប្រើ Visa card អញ្ចឹងយើងចុចកន្លែង Visa card ហ្នឹងមក select វាមួយមកចុច next ហើយកន្លែង card name card នេះអ្នកគ្នាអាចចូលទៅកាន់ app ACLEDA Bank ឬក៏ ABA អ្នកគ្នាចូលទៅកន្លែងគេដាក់ card អ្នកគ្នាចុចលើ card ហ្នឹងមកហើយអ្នកគ្នាមាន card Visa card មួយណាអ្នកគ្នាចុចនៅលើហ្នឹងមកនៅពេលដែលអ្នកគ្នាចុចនៅលើ card របស់អ្នកគ្នាវាមានកន្លែង name on card ហ្នឹងហើយ name on card ហ្នឹងដូចជាឈ្មោះដូចតាក់ញ៉ាំបានរបស់អ្នកគ្នាអញ្ចឹងវាមានឈ្មោះអីគេអ្នកគ្នាយកមកដាក់ក្នុងមកទៅសេឲ្យត្រូវហើយកន្លែង card number ហ្នឹងនៅខាងមុខ card របស់អ្នកគ្នាវាមានដូចជា10ខ្ទង់ជាងអ្នកគ្នា copy យកមកដាក់មកហើយកន្លែងនេះកន្លែងថ្ងៃផុតកំណត់នៃ card Visa card របស់អ្នកគ្នាយកមកដាក់ដែរមក month and year ហើយកន្លែង CVV នេះអាលេខនៅខាងក្រោយ card របស់អ្នកគ្នា tap នៅលើ card វានឹងបែរខាងក្រោយឯងអញ្ចឹងយើងនឹងឃើញCCVV ហ្នឹងយើងយក copy មកដាក់មកហើយអ្នកគ្នាចុច save វានឹងខ្លាចទៅជាកង់បែបនេះដើម្បីយកទៅ pay ដូចអានេះចឹងខ្ញុំចង់ add កង់បន្ថែមក៏បានដែរដាក់ 4-5 កង់ទៅហើយយើង select មួយណាជា default មានន័យថាយើងប្រើរបស់មួយណាថាខ្ញុំយកអាកង់មួយហ្នឹងជា default ចឹងវានឹងកាត់លុយចេញកង់ហ្នឹងហើយមួយទៀតអ្នកនេះតាក់ទងទៅនឹង account spending limit អ្នកគ្នាត្រូវដឹងដែរតាក់ទងនឹង spending limit នេះអ្នកគ្នាមិនដាក់ច្រើនពេកទេថាជា average ជាទូទៅអ្នកគ្នាចំណាយលុយ3ឬក៏$5ដើម្បី boost page អញ្ចឹងអ្នកគ្នាអាចដាក់ត្រឹមspending limit មួយថ្ងៃ$10បានហើយអញ្ចឹងមានន័យថានៅពេលដែលវាកំណត់ពេញដល់$10 Facebook ad របស់អ្នកគ្នាវានឹងគាំងឡើងដើមមកតោះតែអ្នកគ្នាចុច reset ទៅវាមក remain $15ដែរឧទាហរណ៍ឥឡូវខ្ញុំមាន$15ស្រាប់តែខ្ញុំប្រើអស់$15មាន ad របស់អ្នកគ្នាឡើងដើរហើយអញ្ចឹង Facebook ad អ្នកគ្នាពងតដើរវាឡើងដើរអញ្ចឹងអ្នកគ្នាចុច reset វាមកដើរវិញមក
វានឹងដំណើរការហើយនៅពេលដែលអ្នកគ្នាចុច reset នេះអ្នកគ្នាមើលកន្លែងcurrent balance នេះ current balance នេះវាអាស្រ័យទៅលើការកំណត់របស់អ្នកគ្នាចង់កំណត់ចំនួនប៉ុន្មាននេះឧទាហរណ៍ថាអូខេអានេះ you will be charged each month on your billing data យើងអាច enter amount ដូចខ្ញុំចង់កំណត់ថាឲ្យ$20 នេះដូចថាខ្ញុំចង់កំណត់$20អញ្ចឹងមានន័យថានៅពេលដែលកន្លែង Facebook វាព្យាយាមជំរុញvideo ad របស់យើងឲ្យគេឃើញអស់ចិត្តហើយវានឹងនៅពេលដែលវា reach មានថាវាដល់កំណត់$20ហ្នឹងវានឹងកាត់លុយចេញពីកង់យើងអូតូតែម្ដងអ្នកគ្នានៅពេលដែលករណីថាបើអ្នកគ្នាដាក់ Visa card មួយហ្នឹងស្រាប់តែពេលដល់វាកាត់វានៅក្នុងកង់ Visa card ហ្នឹងអ្នកគ្នាអត់មានលុយអញ្ចឹងមានថាវានឹង stop ad ហ្នឹងតែម្ដង ad ហ្នឹងវានឹងលែងដើរតែម្ដងតោះតែអ្នកគ្នា transfer លុយចូលទៅកាន់កង់មួយហ្នឹង Visa card មួយហ្នឹងតោះខ្ញុំ transfer $25អញ្ចឹងវាចូលទៅកាន់កង់មួយហ្នឹង Facebook វានឹងយើងដល់ពេលហ្នឹងយើងចុច pay now ចុច pay now វាអាចកាត់ពីកង់នឹង$20ទៅកាលណាថាបើនៅក្នុងកង់វាមានលុយស្រាប់វានឹងកាត់អូតូតែម្ដងថានៅក្នុងកង់នឹងមាន$100ចឹងនៅពេលដែលវា reach $20វានឹងកាត់ចេញពីកង់យើង$20តែម្ដងអញ្ចឹងចំណុចមួយហ្នឹងខ្ញុំចង់ recommend ដល់អ្នកគ្នាប្រើ Visa card មួយសម្រាប់តែ boost pay ទេសម្រាប់ដាក់លុយ boost pay ឬក៏ទិញរបស់ពីខាងក្រៅទៅអ្នកគ្នាដាក់ទៅព្រោះថាកំណត់ដាក់$20អញ្ចឹងនៅពេលដែលវាដល់ target របស់វាត្រូវកាត់$20អ្នកគ្នាចាំ transfer ចូលកង់មួយហ្នឹងវាជួយ protect ជួយការពារយើងពីបេតុងដែរហើយអានេះកន្លែង account spending limit នេះគេដាក់នេះគោលបំណងគឺដើម្បីជួយ protect ឬក៏កំណត់លុយនៅក្នុងការចំណាយដោយសារតែពេលខ្លះ Facebook វាអូតូកាត់លុយអញ្ចឹងនៅពេលដែលយើងដាក់ account spending limit នេះវាជួយការពារយើងមកតង់ហើយដល់ទៅនេះគេវាជួយការពារយើងមកតង់ទៀតតើយើងចុច pay now វាកាត់តែករណីមួយទៀតបើសិនមកនៅក្នុងកុងមកអ្នកគ្នាមានលុយស្រាប់វានឹងកាត់លុយចេញតែម្ដងអូខេចឹងអានេះជាបទពិសោធន៍ពីខ្ញុំផ្ទាល់ហើយតាក់ទងទៅនឹងកន្លែងចំណុច pay now នេះមួយទៀតអ្នកគ្នាFacebook ខ្ញុំការនៅពេលដែលថាខ្ញុំកំណត់ target $20ខ្ញុំត្រូវបង់ Facebook ម្ដងអញ្ចឹងមានន័យថានៅពេលដែលបងប្អូនទាំងអស់គ្នាចិត្តដល់$20អ្នកគ្នាចង់ចុច pay now ក៏បានអត់ក៏បានប៉ុន្តែខ្ញុំ recommend អ្នកគ្នាឲ្យវា reach ដល់$20សិនជួនកាលនៅក្នុងចន្លោះពីនេះ$1ជាងនេះនៅពេលដែលយើងចុច boost មានន័យថា Facebook វាគិតថាអូខេលុយ$20នេះយើងអត់ទាន់បាន generate sale សោះឧទាហរណ៍ណាអញ្ចឹងមានន័យថានៅពេលដែល Facebook វាដឹងថាអូខេលុយ$20ដែលកាត់ចេញពីយើងហ្នឹងវាអត់ទាន់បាន generate sale ទេអញ្ចឹងថ្ងៃចុងក្រោយហ្នឹងខ្ញុំ boost វីដេអូមួយឧទាហរណ៍ boost ទៅវីដេអូហ្នឹងវាអត់មាន ad reject ឬក៏វាដើរល្អមានន័យថានៅពេលដែលវាដើរល្អមានលុយក្នុងចន្លោះលុយ$1ហ្នឹង Facebook វាអាចបង្កើត sale យើងបាន 2-3 អ្នកគ្នាអញ្ចឹងអ្នកគ្នាកុំតន់ចុច pay now ទុកឲ្យវា reach ដល់$20ចាំយើងចុច pay now ឬក៏ឲ្យវាកាត់អូតូក៏បានដែរអាហ្នឹងគឺល្អបំផុតបើអ្នកគ្នាចុច pay now មុនមានន័យថា Facebook វាធ្វើការអត់តន់អស់ហើយអត់តន់អស់សាច់លុយហ្នឹងណាយល់អត់មានថាលុយដែលមាននៅក្នុងហ្នឹងជួនកាលយើងឃើញវាដាក់ឲ្យយើង$20ដល់$8មែនតែវាមាន AI ឬក៏វាមាន tool ដែល track ថាអូខេ ad campaign មួយហ្នឹងអត់ទាន់បានយើងផ្ដល់លុយឲ្យគាត់ទេអញ្ចឹងគាត់អត់ទាន់បាន sell ទេអញ្ចឹងយើងធ្វើម៉េចឲ្យជួយគាត់បាន sell ហើយ Facebook វានឹងរកឲ្យបានអ្នកគ្នាហើយភាគរយខ្ពស់គឺរកបានវាចាប់តតិជនតែ1 2គឺត្រូវតែម្ដងអាហ្នឹងបបពិសោធន៍ខ្ញុំផ្ទាល់អញ្ចឹងមួយទៀតហើយតើតើនឹងកន្លែង spending limit នេះអ្នកគ្នានៅពេលដែលវាចិត្តពេញអ្នកគ្នាចុច reset មុនមកកុំទុកវាឲ្យដល់មិនពេញណានៅពេលដែលពេញវាកាំង ad របស់យើងហើយអញ្ចឹងយើងចុច reset មុនមកហើយកន្លែង pay now នេះទុកឲ្យវាកាត់លុយនៅពេលដែលវាចង់កាត់ដល់ពេលកាត់ណាចាំយើងចុច pay អញ្ចឹងអានេះបបពិសោធន៍ខ្ញុំផ្ទាល់ហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអ្នកគ្នាកុំភ្លេចជួយចុច like ចុច subscribe ចុច comment ដើម្បីទទួលបានវីដេអូទៅក្នុង Facebook ad ផ្សេងៗជួបគ្នាវីដេអូក្រោយបាយ